ជំរាបសួរអ្នកខ្ញុំពីចិត្តសេឡាថ្ងៃនេះមានកម្រងវីដេអូអនុស្សាវរីយ៍ដែលគ្រួសារពួកយើងបានចូលរួមទស្សនាព្រះបរមរាជវាំងតើបងប្អូនទាំងអស់គ្នាបានចូលរួមទស្សនាព្រះបរមរាជវាំងហើយឬនៅសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ហើយក្នុងនាមជាជាតិជាខ្មែរគួរតែចូលរួមទស្សនាបច្ចុប្បន្នព្រះបរមរាជវាំងទទួលស្វាគមន៍ទាំងភ្ញៀវជាតិនិងអន្តរជាតិឲ្យចូលមករួមទស្សនាសិក្សាស្វែងយល់សម្រាប់ប្រជាជនកម្ពុជាតម្លៃសម្បត្តិចូលរួមទស្សនាត្រឹមតែ1000រៀលអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលរួមទស្សនាបានមុននឹងចូលរួមទស្សនាព្រះបរមរាជវាំងគួរក៏បីស្លៀកពាក់ឲ្យបានសមរម្យព្រះបរមរាជវាំងសាងសង់បែរមុខទៅទិសខាងកើតបែរទៅរកទន្លេចតុមុខព្រះបរមរាជវាំងត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិមួយទាំងមូលហើយរាល់សំណង់ប្រាសាទនៅក្នុងព្រះបរមរាជវាំងត្រូវលាបពណ៌លម្អដោយពណ៌លឿងតំណាងឲ្យព្រះពុទ្ធសាសនានិងពណ៌សតំណាងឲ្យព្រហ្មញ្ញសាសនាព្រះបរមរាជវាំងត្រូវបានកសាងតាមរចនាបថបាយ័នដែលមានក្លោងទ្វារចូលចំនួន5ហើយក្លោងទ្វារទាំង5នោះត្រូវបានសាងសង់ដោយមិនឲ្យចាក់ចំគ្នាឡើយសំណង់ទាំងឡាយក្នុងព្រះបរមរាជវាំងត្រូវបានកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកមនាងទេពនិមិត្តម៉ាក់ដែលជាស្ថាបនិកដ៏ឆ្នើមប្រាសាទដំបូងដែលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិចូលរួមទស្សនានោះគឺប្រាសាទទិវាវិនិច្ឆ័យប្រាសាទទិវាវិនិច្ឆ័យកសាងឡើងក្នុងរាជ្យព្រះបាទស៊ីសុវត្ថិក្នុងឆ្នាំ1913ដល់ឆ្នាំ1917ជាព្រះទីនាំងសម្រាប់ធ្វើពិធីរាជពិសេសដូចជាមហាក្សត្រឡើងសោយរាជ្យព្រះរាជពិធីទ្វារទសមាសព្រះរាជសវនាការថ្វាយការតាំងពិធីសច្ចាប្រណិធានពិធីបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិជាន់ខ្ពស់ព្រះបរមរាជវាំងឬបរមរាជវាំងចតុមុខគឺជាព្រះរាជវាំងដែលជាទីប្រថាប់នៃព្រះមហាក្សត្រខ្មែរដែលមានទីតាំងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញស្ថិតត្រង់ចំណុចប្រសព្វនៃទន្លេទាំង4គឺទន្លេមេគង្គលើទន្លេមេគង្គក្រោមទន្លេបាសាក់និងទន្លេសាបបន្ទាប់ពីយើងទស្សនាព្រះបរមរាជវាំងហើយពួកយើងក៏បាននាំគ្នាទស្សនាគំនូរបុរាណដែលនិយាយអំពីសាច់រឿងរាមកេរ្តិ៍តាំងពីដើមរហូតដល់ចប់គំនូរនេះត្រូវបានគេគូរឡើងនៅក្នុងឆ្នាំ1903ដល់ឆ្នាំ1904ដែលមានសាច់រឿងព័ទ្ធជុំវិញថែវទាំងមូលដែលមានប្រវែង442ម៉ែត្រព្រះវិហារកែវមរកតមិនអនុញ្ញាតឲ្យថតរូបនៅខាងក្នុងឡើយពួកយើងបានអង្គុយទស្សនាពីខាងក្រៅនេះខ្ញុំសូមអធិស្ឋានពីបងប្អូនទាំងអស់គ្នាដោយសារมันអាចរៀបរាប់លម្អិតនិងបង្ហាញឲ្យគ្រប់ជ្រុងជ្រោយនៅទីនេះយើងធ្វើដំណើរមកដល់ច្រកចេញត្រឡប់ទៅក្រៅវិញហើយនៅផ្នែកត្រង់ម្ដុំនោះយើងបានឃើញវិចិត្រសាលសិល្បៈជាច្រើនផ្នែកអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនធ្លាប់បានចូលរួមទស្សនាព្រះរាជវាំងនៃប្រទេសកម្ពុជារបស់យើងគួរតែបងប្អូនអញ្ជើញមកទស្សនាឲ្យបានម្ដងណាដូចនេះខ្ញុំនិយាយអញ្ចឹងជាការរៀបរាប់បង្ហាញអំពីទស្សនវិជ្ជាมันអាចអស់សេចក្តីនោះទេតើតែបងប្អូនទាំងគ្នាចូលរួមទស្សនាដោយផ្ទាល់ដោយខ្លួនឯងសូមអធិស្ឋានសម្រាប់ការអត្ថាធិប្បាយវីដេអូព្រះបរមរាជវាំងជូនពរបងប្អូនទាំងគ្នាមានសេចក្តីសុខសប្បាយសូមអរគុណសូមជម្រាបលា